bụp chưa bà đấy trồi xô mà đấy bờ lư bên này vậy mà xong tên mình nghe cầm tên mình nghe tịch đây nó về đặt phơi đồng nào một đo ô xá của nhom trăm kia sân để sao bong có tên tranh mi vô đấy cất một bọ tray môn trăm vô nó hết tăng vì ngày chứng mê mê thêm dưới khởi ấy hộp nâng anh tam flow và trăm vô thế bởi nhom đập về đã cất một đo là về cất một đo bây giờ có phơi đồng nào cho ta tam cất một đòn bởi cất skill đồng bọn này vô ấy của nhom mặt desk skill thì chân ấy để trâu phơi cứ miền tây chi tam cất đằng ngày hay lấy những quậtปรับท่าไปปรึกไปยังบ่ต้องบ่เอ้ยเฮยไปปรึกยังអាចក្រទៅរៀលលីនៅខាងនៅបានខាងលេងបឹងអូខ្យាធំបានអញ្ចឹងណាបងប្អូនអរគ្នាបន្ទាប់មកយើងជិះឆ្លងកាត់ទឹកនេះបន្តិចទេអត់ពិបាកទេផ្លូវនេះតែពេលដែលពិបាកគឺវាផ្លូវវាស្រែរាំងវែងឆ្ងាយតិចដែរទៅដល់យើងកន្លែងបោះតង់ជិះតាមផ្លូវវាស្រែនឹងរាំងឆ្ងាយតិចដែរលាក់អញ្ចឹងណាតែបើថាឆ្លងទឹកឆ្លងអីគឺមិនតិចប៉ុណ្្នឹងឯងបងប្អូនអរគ្នាហើយតែតើនេះខ្ញុំដាក់ speed រៀងលឿនបន្តិចបងប្អូនអរគ្នាដោយសារផ្លូវនេះវែងមែនទេបងប្អូនគ្នាតែចង់ទុកវាស្អាតពេលបងប្អូនគ្នាដោយសារថ្ងៃលិចអញ្ចឹងណាវាស្អាតអញ្ចឹងមើលទៅគឺគួរឲ្យចង់មើលទិដ្ឋភាពពេលដែលយើងជិះទៅខ្លាំងមែនទេបងប្អូនគ្នាឃើញអត់ជិះជាមួយនឹងថ្ងៃលិចទៅរកកន្លែងបោះតង់ឈៀលពេលយប់រោត្រីរោអីអញ្ចឹងកម្រនឹងមានពេលវេលាណា100ឆ្នាំមានតែកន្លះដងវាអញ្ចឹងណាបងប្អូនគ្នាកន្លែងនឹងវិញអត់សូវមានព្រៃឈើដើមឈើធំទេបងប្អូនគ្នាធំតែដើមថ្នោតទេបើសិនជាគុំព្រៃវិញគឺទូចទេតែអ្វីដែលសំខាន់គឺវាលស្មៅពណ៌ខៀវស្អាតមែនទេអានេះបើសិនជាយើងមកគេងគ្នា4 5នាក់ដូចខ្ញុំអញ្ចឹងគឺមានអារម្មណ៍ស្រស់ស្រាយខ្លាំងអញ្ចឹងបងប្អូនគ្នាអ្វីដែលជាពិសេសហ្នឹងគឺរោត្រីពេលយប់ហ្នឹងឯងហើយជាពិសេសទឹកនេះបងប្អូនគ្នាទឹកនេះគឺល្មើសខ្លាំងបងប្អូនគ្នាបើសិនជាអត់ដឹងដោយសារបងនៅគាត់តែងមកហ្នឹងគាត់មកតែបកត្រីតែពេលថ្ងៃដែរទេអញ្ចឹងគាត់អត់ដែលបានចោះទឹកអីទេដោយសារឃើញអ្នកនៅនឹងភូមិហ្នឹងគាត់ក៏ចោះទឹកចោះអីគាត់បាញ់ត្រីបាញ់អីនៅនឹងដែរតែគាត់អត់មានបញ្ហាអីដោយសារគាត់សឿមហើយប៉ុន្តែដល់ពេលខ្ញុំវិញគឺល្មើសយកតែមែនទេបងប្អូនអរគ្នាមកដល់ពេលនេះដែលកំពុងអង្គុយកាត់វីដេអូនេះគឺមានរយៈពេលទៅបោះតង់តាំងពីថ្ងៃអាទិត្យឥឡូវថ្ងៃពុធហើយបងប្អូនអរគ្នាហើយល្មើសហ្នឹងគឺអត់ទៅបាត់ទេចេះតែជើងខ្ញុំចេះក្រហមទៅល្មើសរហូតនេះបងប្អូនអរគ្នានៅពេលដែលមកដល់គឺពួកខ្ញុំធ្វើការទៅឡើងតង់បែបនេះឯងគឺដាក់ឈើកណ្ដាលមួយហើយយើងដាក់ម៉ូតូខាងមកយើងចងវាជាប់នឹងម៉ូតូមកដោយសារយើងការពារភ្លៀងព្រោះនៅពេលដែលពួកយើងមកដល់គឺមេឃចាប់ផ្ដើមខ្មៅមែនទែនខ្យល់រាំងខ្លាំងដែរខ្យល់ខ្លាំងផងក៏ឥឡូវរៀងស្ងប់ខ្យល់ក៏ពួកខ្ញុំចាប់ផ្ដើមដាក់បង់តង់ដើម្បីការពារទឹកភ្លៀងទៅបងប្អូនអរគ្នាអញ្ចឹងណាអញ្ចឹងយើងត្រូវតែមានការការពារដើម្បីកុំអោយវាបង្កឲ្យសើមឲ្យបានរបស់យើងព្រោះយើងមានកាមេរ៉ាមានអីផ្សេងគ្រឿងអេឡិចត្រូនិកទូរស័ព្ទដៃផោកដេញអីអញ្ចឹងយើងត្រូវការពារបងប្អូនអរគ្នាអញ្ចឹងការដើរព្រៃដើរអីហ្នឹងគឺអញ្ចឹងឯងយើងត្រូវតែការពាររបស់ខ្លួនឯងដែលខ្លួនឯងយកទៅហ្នឹងឲ្យបានល្អកុំឲ្យខូចខាតដោយសារការដើរលេងកំសាន្តសប្បាយហ្នឹងអញ្ចឹងបងប្អូនគ្នាតែនេះមិនមែនជាការដើរលេងកំសាន្តសប្បាយអីណាទេបងប្អូនគ្នាគឺពួកខ្ញុំមកចំរោត្រីហើយផ្សងប្រេងហ្នឹងទេទៅនឹងមហូបអីក៏មិនបានទិញមកច្រើនទៀតអានេះសកម្មភាពខ្ញុំដាក់រៀងយូររៀងបងប្អូនគ្នាដាក់ស៊ីនចូលទៅតែម្ដងដោយសារតែសកម្មភាពពេញមុនគឺខ្ញុំកាត់ផុសម្ដងហើយអញ្ចឹងនេះនៅសល់សកម្មភាពខ្លះខ្ញុំដាក់ឲ្យបងប្អូនទាំងអស់គ្នាមើលម្ដងទៀតសម្រាប់អ្នកដែលចូលចិត្តបោះតង់បោះអីនោះបានកើតចូលចិត្តមើលវីដេអូប្រភេទដូចពួកខ្ញុំអញ្ចឹងអ្នកចូលចិត្តផ្សងព្រេងមានតែភាសាគ្នាឆ្លោះគ្នារឿងអីនេះមើលថ្ងៃយប់មក7ដល់មានថ្ងៃលិចទៀតណាវ៉ាវ the best ហ្មងនេះទៅត្រូពីណាវិញត្រូអស់នេះពីណាវិញដើមថ្នោតមែនជើងនោះយកមកតែម្ដងអានេះគេហៅថាធៀងដូងមិនមែនធៀងថ្នោតទេអ្នកនរគ្នាធៀងដូងនេះគេរហូតខំលើកអស់មកទៅនេះចាំតែកាត់ទៅបាននេះដែលមនុស្សមានមាត់ដែរចឹងហើយតួឯងគេមានមនុស្សមានមាត់ចឹងហើយតួដាវអ្វីដែលជាពិសេសហ្នឹងបងប្អូនគ្នាពេលយប់គឺបានស្ដាប់សំឡេងខ្យល់លហឿហើយសំឡេងកែបយំដោយសារភ្លៀងបងណាដែលខ្ញុំថាអញ្ចឹងអ្វីដែលយើងការពារគឺយើងខ្លាចភ្លៀងហ្នឹងតែទៅពេលជាក់ស្ដែងគឺភ្លៀងមែនបងប្អូនគ្នាភ្លៀងធ្វើយើងពិបាកដែរក្នុងការនេះតែដោយសារវាមកប្រើមកក៏វារៀងទៅអញ្ចឹងក៏ខ្ញុំក៏ចេញមករោត្រីរោអីពេលយប់តែរោហ្នឹងបងប្អូនគ្នាបច្ចៈបន្តិចគឺរោអត់បានទេបានតែខ្ចងហើយបានត្រី1 2ទូចអញ្ចឹងណាដោយសារតែ
ពួកខ្ញុំអត់ចង់ចោះទឹកត្រាំត្រែងនៅក្នុងទឹកយូរទេបាទដល់រោតែបន្តិចក៏នោះគ្នាឡើងមកវិញទៅបានត្រីមិនបានត្រីអីក៏យើងមិនទៅសំខាន់អីនឹងដែរអញ្ចឹងបងប្អូនគ្នាដូចថាអញ្ចឹងអ្វីដែលជាសំខាន់គឺយើងមកលំហែ relax ថ្ងៃចុងសប្តាហ៍របស់យើងជាមួយនឹងការផ្សងប្រេងតិចតួចយើងរៀនផ្សងប្រេងអីរកត្រីរកអីចឹងទៅបើសិនជាបានក៏យើងអទៅបើមិនជាមិនបានក៏យើងមិនទៅពិបាកចិត្តអន់ថ្លើមអីដែរបាទគឺមកហូបជាមួយត្រីខដែលយើងយកទៅធម្មតាបាទអត់មានបញ្ហាអីទេយើងមានត្រីខយកទៅសគួរអញ្ចឹងណាបងប្អូនគ្នាចឹងបងប្អូនគ្នាអាចមើលសកម្មភាពរកត្រីពេលយកបាននេះយើងរើសខ្យងយួនផងបាទខ្យងខ្មែរផងលាគ្នាបងឡើយថាយកតែខ្យងខ្មែរទេមកចង់យកខ្យងយួនទេក៏តែអត់មានខ្យងខ្មែរច្រើនហ្នឹងយកទេប្រភេទត្រីបដៅកូនតែឃើញមេឃអត់យកតែឃើញតែកូនទេហើយអរគុណបងប្អូនអ្នកស្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាមដើមរហូតដល់ចប់វីដេអូមួយនេះបាទមើលរីករាយឬមិនរីករាយយល់ឬមិនយល់បាទបងប្អូនជាស្រ័យផងមកវីដេអូដាក់ផ្សំគ្នាយកហើយបានហ្នឹងហើយអរគុណបងប្អូនអ្នកគ្នាជួបគ្នានៅក្នុងវីដេអូក្រោយហើយជូនពរបងប្អូនទាំងអស់គ្នារស់ស៊ីទទួលទានមានបានជោគជ័យគ្រប់ភារកិច្ចសុខភាពល្អបាទអនាគតជីវិតបវររុងរឿងបាទបាយបាយ enjoy